ព្រះអង្គម្ចាស់ហានពិតជាមិនដឹងខ្លួនមែនហេតុអីក៏យកពងមន់ទៅជន់ដុំថ្មពិតជាល្ងងពេកហើយល្ងងមែននេះជាការប៉ັດណាស់នៅក្នុងស្រុកនេះឲ្យតែមានក្មេងយំឬសូឈ្មោះប្រកូនណាសេងអ៊ីម្នាក់ក៏លែងយំដែរលើតកែមានកដាស់នឹងជួបសរសេរដែរទេសັບទោសហាងរបស់ខ្ញុំគ្មានទេតែនៅតាមផ្លូវប្រហែលជាមានបាញ់ចឹងជួយទាឲ្យខ្ញុំបានទេខ្ញុំត្រូវការសរសេរសម្បត្តិមួយច្បាប់ផ្ញើទៅគ្រួសាររបស់ខ្ញុំប្រាក់នេះខ្ញុំជូនលើមិនបាច់ច្រើនយ៉ាងនេះទេតែប្រាក់ដែលនៅសល់ទុកទូទាត់ថ្លៃសារនៅម្ហូបអរគុណណាស់មករកអ្នកណាសូមជំរាបទៅលោកសាញ់ប៉ុននិយាយថាខ្ញុំជាមិត្តចាស់របស់គាត់មកលេងគាត់សូមលោកចាំមកផ្លែនបាទលោកសូមចេញចូលអាយ៉ាចាំងលៀងកាពិតណែគឺលោកទេខ្ញុំជាមនុស្សតច្រកឥឡូវចង់មកពឹងពាក់លោកបើមិនមករកលោកមិនដឹងទៅរកណាទេមកចេញចូលសូមចេញមកអង្គុយទៅអង្គុយបាទចាំងលៀងលោកនៅមិនអស់ចិត្តសៀងអ៊ីសម្រាប់ម្ចាស់មុនរបស់លោកមែនទេខ្ញុំមិនហ៊ានទេរឿងប្រកូនណាសៀងអ៊ីចង់សម្រាប់អ្នកណាគឺជារឿងរបស់ព្រះអង្គចំណែកឯខ្ញុំមិនអាចបន្ទោសនរណាបានទេហើយការពិតលោកមិនក៏ខឹងទេកិច្ចការនេះគឺជាគំនិតរបស់វ៉ាន់ចិនមិនអាចបន្ទោសសៀងអ៊ីទេចំណែកខ្ញុំវិញក៏មិនដឹងថាជួយអ្នកណាដែរចំពោះរឿងនេះខ្ញុំឆ្ងល់ណាស់លោកជាពូរបស់សៀងអ៊ីហេតុអីក៏លោកគ្មានសិទ្ធិអាកាន់រឿងទាំងអស់នេះចើឈប់រំលឹកទៀតទៅវ៉ាន់ចិនសំអាងថាសៀងអ៊ីហៅគេជាឪពុកធរគេមិនស្ដាប់យើងមួយម៉ាត់ទេថ្ងៃមុនពិភាក្សាគ្នាក្នុងការវាយតំបន់ហាន់ខ្ញុំគ្រាន់តែនិយាយលើពីមួយម៉ាត់គេបោកបែកចានកែវអស់វាយព្រះអង្គចាស់ហាន់ហេតុអីក៏វាយព្រះអង្គចាស់ហាន់យ៉ាងម៉េចបងមិនដឹងទេព្រះអង្គម្ចាស់ហាន់វាយចូលគាត់ចង់ទៅហើយសេចអ៊ីល្ងងពេកហើយខ្ញុំស្មានតែគេរៀបចំស្បៀងនឹងតមគឺចង់វាយធានយំមិននឹកស្មានសោះគេបែរជាចង់ទៅវាយព្រះអង្គម្ចាស់ហានហើយលីប៉ាំងទៅវិញសៀងអ៊ីចង់វាយធានយំពីយូរមកហើយតែគឺហ្វាន់ចិនទេជាអ្នកជំទាស់គេនិយាយថាព្រះអង្គម្ចាស់ហានគឺជាសត្រូវគួរឲ្យបារម្ភបំផុតគេពិតជាល្ងងណាស់លោកម្ចាស់នេះជាអត្ថបទរបស់ខ្ញុំលោកមើលព្រះអង្គម្ចាស់ឈីឈ្មោះធានយងអំពាវនាវឲ្យអ្នកខ្លានទាំងអស់ចូលរួមភាពខុសខើរបស់សៀងអ៊ីដែលអុកឡុកការរស់នៅរបស់ប្រជារាស្ត្រអំពើអាក្រក់នេះអ្នកណាក៏ទទួលស្គាល់មុននេះនៅតំបន់ស៊ីងអានសម្រាប់ឆ្លើយសឹករាប់ម៉ឺនក្នុងរដូវនៅហាន់យ៉ាងដុតវិមាននិងសំណាក់ព្រះរាជវាំងចោលកិច្ចសន្យាដែលមិនគោរពកិច្ចសន្យាជាងនេះទៅទៀតបានធ្វើគុតព្រះរាជាឈូហើយសោយរាជដល់ខ្លួនឯងបណ្ដោយឲ្យកងទ័ពឆក់ប្លន់ប្រជារាស្ត្រសម្រាប់មន្ត្រីល្អជាក់ស្ដែងគឺជាមេចៅនគរទាំងមូលអំពើអាក្រក់បែបនេះនរណាក៏ចង់សម្លាប់ហើយនេះអំពាវនាវអ្នកតស៊ូប្រមូលផ្ដុំកម្ចាត់មនុស្សខុសខើនេះសូមឲ្យអ្នកដែលទទួលអំពាវនាវគ្រប់គ្នាមានចិត្តដូចគ្នារួមកម្លាំងគ្នាប្រឆាំងនឹងអំពើផ្ដាច់ការសៀងអ៊ីឲ្យប្រជារាស្ត្របានសុខធានយំបានផ្សព្វផ្សាយគ្រប់ទីកន្លែងនៅកន្លែងណាក៏មានដែរពេលដែលសៀងអ៊ីបានឃើញអត្ថបទនេះរួចហើយគេនឹងចាត់ទុកថាព្រះអង្គម្ចាស់ហានលីប៉ាំងជាសត្រូវឬមួយយ៉ាងណាតទៀតខ្ញុំយល់ថាព្រះអង្គម្ចាស់ហានបានវាយចូលតំបន់កោះថងគឺគ្រាន់តែចង់ទទួលយកមកវិញកោះថងដែលជារបស់គាត់តែប៉ុណ្ណោះពេលដែលកងទ័ពរបស់គេធ្វើយ៉ាងម៉េចនឹងហ៊ានក្អេកក្អាងទៅសោយរាជធ្វើជាស្ដេចប្រជែងជាមួយនឹងសេចអ៊ីបានបើយ៉ាងវិញទៀតបើសិនជាសេចអ៊ីនាំទ័ពវាយលុកព្រះអង្គម្ចាស់ហានដល់ពីនោះធានយងនឹងនាំទ័ពវាយលុកសេចអ៊ីវិញតើគេគិតយ៉ាងម៉េចពិតជាត្រឹមត្រូវណាស់ឥឡូវយើងទៅជប់សៀងអ៊ីដើម្បីឲ្យសៀងអ៊ីនឹងគេដឹងខ្លួនផងលោកកុំអាមកខំពេកចាំខ្ញុំទៅសេសម្បត្តិមួយច្បាប់សំឡុងយកទៅថ្វាយប្រកូនណាសែងអ៊ីចុះក៏ប៉ុន្តែពេលដែលជួបប្រកូនណាសែងអ៊ីឬហើយនោះកុំទូថាខ្ញុំនៅទីនេះអត់សោះខ្ញុំយល់ហើយមកអញ្ជើញសំចេញទេចៅកំហិនមួយស្រាយើងពេកហើយសូមព្រះអង្គកុំខ្ញាល់ចាំងលៀងមានសាមួយច្បាប់ដើម្បីយកមកថ្វាយព្រះអង្គអានទៅទូលបង្គំចាងលៀងសូមទូលព្រះអង្គថ្មីនេះឮថាព្រះអង្គឈីឈ្មោះធានយងព្រះចៅចៅសៀព្រះចៅហាន់លីបាំងរួមកំណត់គ្នាធ្វើការអុកឡុកក្បត់នៅព្រះអង្គទូលបង្គំជាមន្ត្រីរបស់ព្រះអង្គក្រែងព្រះអង្គខ្វះព្រះតម្រេះធ្វើឲ្យខូចផែនការព្រះអង្គម្ល៉េះហើយទូលបង្គំស៊ូស្រាប់ដើម្បីព្រះអង្គស្វែងយល់ពីសភាពការ
អ្នកក្បត់ជាច្រើនដោយសារមានមូលហេតុរៀងខ្លួនការក្បត់របស់ធានយ៉ងគឺព្រោះតែកាលនោះចែកដីឲ្យតែគេធ្វើឲ្យគេមិនពេញចិត្តម្ល៉េះហើយទើបគេមានកំណុំចំពោះព្រះអង្គហេតុនេះហើយត្រូវចាត់ការម្នាក់នេះឲ្យបានឯលីបាំងវាយចូលកនចុងគឺព្រោះតែចង់ធ្វើតាមកិច្ចសន្យាដែលកំណត់ថាបើវាយចូលកនចុងគេត្រូវតែកាន់កាប់កនចុងគេចង់បានតែកនចុងប៉ុណ្ណោះព្រះអង្គមានប្រាជ្ញាជ្រះវៃប្រកបពីយល់ពីស្ថានភាពចំពោះមុខមួយណាធ្ងន់មួយណាស្រាលគួរធ្វើយ៉ាងណានោះសូមព្រះអង្គមានព្រះតម្រេះនេះជាការយល់ឃើញរបស់ទូលបង្គំសូមរាជទានទោសពីទូលបង្គំចាងលៀងនិយាយត្រូវមែនអញ្ចឹងយើងវាយធានយ៉ងមុនរួចហើយយើងវាយលាបាំងតាមក្រោយបានទេកាលពីម្សិលមិញប្រកូនណាចេញបញ្ជារួចហើយមិនក៏កែប្រែលឿនយ៉ាងនេះពុកធំសូមពុកធំមើលសារនេះសិនទៅមិនបានជាអញ្ចឹងហេតុអីក៏ទូលបង្គំមិនដឹងបើសិនជាចាំតែលោកដឹងនោះកងទ័ពឈីប្រហែលជាវាយចូលរាជធានីយើងបាត់ហើយចិញ្ចឹមខ្លាពិតជាគ្រោះថ្នាក់មែននៅក្នុងនេះប្រកាសជាមានល្បិចកលល្បិចហ៎រឿងនេះអ្នកណាក៏គេដឹងសឹងតែគ្រប់ស្រុកទៅហើយនឹងក៏មកពីលោកដែរប្រហែលជាលោកមានមេត្តាធម៌ក្នុងខ្លួនពេកទៅលោកទូលសុំប្រកូនណាកុំឲ្យទៅវាយនគរឈីតាមមើលទៅធានយ៉ងគេមិនចាំយើងទេតាមមើលលោកដូចជាប្រហែសពេកហើយព្រះអង្គអ្នកយកការផ្ដល់ដំណឹងមកថាភឹងយើងក្នុងកងទ័ព 50,000 នាក់ពេលនេះវាយចូលមកដល់ទីតាំងរបស់យើងហើយបងប្អូនរបស់ធានយ៉ងនឹងឈ្មោះធានហ៊ីងបានដឹកនាំកងទ័ព 20,000 រៀងៗខ្លួននឹងចូលមកដល់ខាងត្បូងហើយពុកធំមានអីចង់និយាយទៀតទេមកចាប់បងទូលបង្គំមិនបានការមែននៅតំបន់ហាងជឺណែបានហើយជុំនិយាយទៀតទៅយើងដឹងអស់ហើយបងប្អូនរស់ត្រឡប់មកវិញយ៉ាងនាងយើងត្រេកអរខ្លាំងណាស់យើងពិតជាអរមែនមកចាប់បងរឿងព្រះអង្គម្ចាស់ចៃយ៉ាងមិនទៅហើយចោះចាញ់ហើយអាក្បត់ចោលមកទៀតឥឡូវនេះយើងមានតែរងចាំកងទ័ពចំនួនពីប្រជាជាតិសាំងអៀងតែសំណាងល្អស្បៀងរបស់យើងនៅច្រើនគ្រាន់បើអាចទប់ទល់រយៈពេលបានច្រើនថ្ងៃដែរកងទ័ពចំនួនប្រហែលជាមកមិនទាន់ទេហេតុអីទៅទូលបង្គំលើថាបកូនណាសៃអ៊ីនាំកងទ័ព 20,000 នាក់ទៅវាយធានយ៉ងហើយនៅភឹងយាបាត់ទៅហើយឬមួយនេះក៏ជាព្រំលិខិតគឺទេវតាចង់ឲ្យយើងស្លាប់នៅក្នុងដៃរបស់ហានស៊ីងទេដឹងតែម្ចាស់អូនយ៉ាងម៉េចហ្នឹងខ្ញុំតែខ្ញុំម្ចាស់ឃើញស្នាមរបស់គេនេះម្ដងខ្ញុំម្ចាស់ជួយចាប់នឹងធ្វើច្បាស់ថាព្រះអង្គជាកំពូលអ្នកក្លាហានតែទៅជាមនុស្សធម្មតាដែរស្នាមរបួសដែលនៅក្នុងអាវុធនេះសម្រាប់បងគ្មានជ័យចាប់ទេរឿងដែលបងខ្លាចបំផុតគឺទឹកភ្នែករបស់អូនពេលដែលបងឃើញអូនសត់ទឹកភ្នែកបងដូចជាគ្មានកម្លាំងនិងស្មារតីក្នុងខ្លួនទៅហើយអស្ចារ្យព្រះអម្ចាស់ចាប់ពីពេលនេះទៅយើងមិនបាច់បារម្ភទៀតទេណាយ៉ាងកៅនោះនឹងហៅជឿនោះតើមានដំណឹងយ៉ាងណាទូលបង្គំរៀបនឹងទូលព្រះអង្គម្ចាស់ដែរលោកបិទធំកំពុងតែបង្ខំឲ្យព្រះអង្គចៅឈ្មោះតុងអ៊ីកាន់កាប់យាកយ៉ាងនោះឲ្យចុះចាញ់ល្អណាស់ឲ្យគេរៀបចំសាច់គោទាំងសារដើម្បីទទួលស្វាគមន៍កងទ័ពដែលមានជ័យជំនះកណាវិសេសព្រះអង្គម្ចាស់លោកបិទធំមានដំណឹងមួយទៀតថាត្រូវរក្សាឋានៈរបស់តុងអ៊ីជាព្រះអង្គម្ចាស់ដើម្បីឲ្យកងទ័ពបែកបាក់នោះមានសភាពនៅក្នុងចិត្តយល់ព្រមសូមអរព្រះគុណ
លើកបន្ទាប់រៀបរាប់ពីស្ថានភាពវាយកាំងនោះយ៉ាងណាឲ្យយើងស្ដាប់ឲ្យច្បាស់ទៅមើល ពួកខ្ញុំធ្វើតាមផែនការរបស់លោកបិទធំឲ្យគេបញ្ចុះស៊ឺម៉ាស៊ីនក៏ប៉ុន្តែគេមិនត្រឹមតែមិនស្ដាប់ទេសម្រាប់អ្នកយកការរបស់យើងទៀតគេយកក្បាលអ្នកយកការរបស់យើងទៅបញ្ចូលនៅកំផែងខ្ញុំបានវាយសម្រាប់ពួកគេទម្លាក់ដុំថ្មនិងបាញ់ព្រួយមកលើពួកយើងពេលនោះធ្វើឲ្យបាត់បង់កងទ័ពនិងសេះក៏មិនតិចដែរស៊ឺម៉ាស៊ីនគេតាំងចិត្តការពារទីនោះមិនព្រមចុះចាញ់ទេយើងស្អីបន្ទោសគេយ៉ាងម៉េចក៏គេមិនចាញ់ដែរលោកបិទខ្ញុំគ្មានសមត្ថភាពសូមលោកបិទអភ័យទោស លើកបន្ទាប់ហ្វាំងខ្វាយខ្ញុំមានវិធីចាត់ការរបស់ខ្ញុំហើយព្រះម្ចាស់ចៃលេខ2លកចេការវាយលុកចូលកៅនោះគឺសង្ឃឹមទៅលើមេតបទៅ3ហើយ សូមលោកបិទមានវិធីបញ្ចុះលោកបិទខ្ញុំតង់អីតាមពិតជាអ្នកទោសទេតែលោកបិទព្រមទទួលខ្ញុំព្រមរក្សាឋានៈខ្ញុំជាព្រះអម្ចាស់ខ្ញុំគ្មានអីសងគុណលោកបិទទេមានតែយកជីវិតដើម្បីសងគុណលោកបិទ មិនបាច់ចាំស្លាប់ទេគឺត្រូវស្លាប់តែម្ដងប៉ុន្តែគេធ្វើពុតស្លាប់ បើពុតធ្វើពុតជាស្លាប់ព្រះអម្ចាស់កងទ័ពហានសុបយុទ្ធជាមួយពួកយើង ឲ្យពួកវាស្រែកចុះកុំទៅរវល់នឹងគេអី អត់ទេម្ដងនេះព្រះអម្ចាស់ចាយតុងអ៊ីព្រមតែលី2លកចេប្រកាសឲ្យព្រះអម្ចាស់សុំចុះចាញ់ទៅ អាចោក្បត់នេះវាមានមុខអីមកជួបនឹងយើងទៅមើលគេ ណែពួកឯងចាប់ហៅបេតុងរបស់ឯងឲ្យមកជួបយើងជៀសវាងកុំឲ្យពួកយើងសម្លាប់ពួកឯងទាំងអស់គ្នា តុងអីកន្លងមកព្រះជាសង្ឃអ៊ីមានគុណលើពួកយើងណាស់តែងតាំងឋានៈបនស័កជាព្រះអង្គចាំមកដល់ពួកយើងឯនេះបែរជាក្បត់នឹងព្រះជាសង្ឃអ៊ីទៅវិញឯមានមុខអីមកចង់ជួបយើងទៀត ការពិតពួកយើងទៅពីអ្នកពីមុនជាមេតបរបស់នគរឈីងប្រកូនអាឈីងក៏មានគុណធំធេងចំពោះពួកយើងដែរតែស្អីអ៊ីទេជាអ្នកមានល្បិចកលគ្រប់ខិតជាមួយនឹងចៅកៅសម្រាប់គ្រួសាររបស់យើងតែមូលបង្ខំឲ្យយើងចុះចាញ់គេទៀតជាងនេះទៅទៀតគេចាប់បងប្អូនយើង20ម៉ឺននាក់សម្រាប់ចោលទាំងអស់ក្រោយមកប្រកូនអាឈីងជាមួយជាអ៊ីងក៏បានចុះចាញ់ជាមួយលីប៉ាទៅហើយប៉ុន្តែបែរជាយកជាអ៊ីងទៅប្រហារជីវិតអំពើអាក្រក់យ៉ាងនេះហេតុអីក៏លោកជាគេ យើងចុះចូលជាមួយនគរឈូយើងមិនចុះចូលជាមួយនគរណាទៀតយើងមិនដូចមនុស្សថោកទៀតមួយចំនួនជាមនុស្សល្មើសគុណធ្វើផ្ដេសផ្ដាច់យ៉ាងនោះ ពួកយើងសម្រាប់ចូល បាញ់ទៅ ចាំជិះទៅចាំទៅអ្នកទៅតបឯងក៏ស្លាប់ បងប្អូនទាំងអស់អ្នកទាំងអស់គ្នាសុទ្ធតែជាកងទ័ពចាស់របស់ខ្ញុំនិងលោកមេតបឡាក់ចេយើងចុះចូលនគរហាន់ដោយសារតែការតបច្រកឥឡូវយើងបោះបង់តំបន់ហាន់វិលត្រឡប់ចូលនគរឈូគឺជាឱកាសល្អសម្រាប់ពួកយើង បោះបង់នគរហានបោះបង់នគរហានចុះចូលនគរឈូបោះបង់នគរហានចុះចូលនគរឈូអស់បង់នគរហានចូលនគរ លោកមេតបទាំងពីរយល់ពីសភាពការពិតជាមិនធម្មតាខ្ញុំសូមសរសើរអ្នកទាំងពីរពិតដែលជួបព្រះជាសង្ឃអ៊ីទទួលដំណឹងនេះហើយនេះប្រកាសជាតែងតាំងបនស័កឲ្យទៅលោកមិនខានទៀតនេះជាការងារបន្តិចបន្តួចពួកខ្ញុំមិនទាមទារស្នាដៃទេ ពិតមែនហើយព្រះអម្ចាស់លោកម្ចាស់លីនិយាយទៅមែនពួកយើងកាលនោះចោះចាញ់ព្រះអម្ចាស់ហានគឺជាកំហុសរបស់ទូបង្គំបើប្រកូនណាសាញ់អីមកប្រកាន់ពួកយើងមិនទាមទារស្នាដៃទេ លោកទាំងពីរនិយាយខុសហើយស្នាដៃអ្នកទាំងពីរបានសម្រាប់ចោលក្បត់តុងអ៊ីហើយដឹកនាំទ័ពរាប់ពាន់អ្នកមកចោះចូលទៀតរឿងអីថាខ្ញុំមិនទទួលលោកនិយាយមកមើល សូមអរគុណព្រះអម្ចាស់យើងមានលោកមេតបទាំងពីរជាអ្នកជួយកងទ័ពធ្វើអីយើងមិនកើតទៀតឲ្យពួកគេស្រីតាមចិត្តចុះទោះបីជាគេស្រីបាច់បំពង់កបក៏មិនអាចចូលតំបន់កៅនោះយើងរួចដែរលោកចាំមើលចុះ យើងសង្ងំតទៅទៀតកំកាត់ដែរម្យ៉ាងទៀតហាន់ស៊ីងជំរុះមានល្បិចច្រើនណាស់យើងខ្លាចមានបញ្ហាតទៅទៀតណា ហើយព្រះអម្ចាស់ចេះតុងអ៊ីត្រូវចាប់ខ្លួនឲ្យសារតែចាញ់ល្បិចកលរបស់ហានស៊ីងធ្វើឲ្យយើងពិបាកទប់ទល់ណាស់ ហាន់ស៊ីងប្រើល្បិចច្រើនណាស់តែលោកមេតបទាំងពីរមានវិធីអីអាចទប់ទល់ជាមួយនឹងគេបានទៅលោកនិយាយមកចុះតបហាន់បាយយូរហើយតែបាយមិនចូលមេតបហ្វាំងខ្វៃ បានលោកបន្ត លើបដឹកនាំទ័ពរបស់លោកបង្កប់នៅខាងការចំណាយ10យុទ្ធបិទភ្លើងឲ្យឆេះហើយសម្រាប់ចូលផ្ដាច់ផ្លូវដកថយរបស់សត្រូវ ទទួលបញ្ជា មេតបយ៉ាឡុងបានលោកមេតបយើងបញ្ជាលើបដឹកនាំទ័ពរបស់លោកទៅជំហានសងខាងនៃជំនុំពួកគេធ្វើយ៉ាងណាឲ្យជំរុំឆេះហើយបាយសម្រាប់ចូលទាំងសងខាងតែម្ដងទទួលបញ្ជាព្រះម្ចាស់តុងអ៊ីបាទព្រះអង្គម្ចាស់ដឹកនាំកងទ័ពនៃយៈយ៉ាងបង្កប់ខ្លួនក្បែរមាត់ព្រៃចាំបាច់កំទេចខ្លោងទ្វាររួចហើយបាយសម្រាប់ចូលតែម្ដងកុំឲ្យពួកវាដឹងខ្លួនតន់ ទទួលបញ្ជា លោកមេតបធំចុះលោកវិញយើងនៅជំរំធំរងចាំស៊ឺម៉ាស៊ីនរត់ចេញមកក្រៅ បើពួកឯងខ្លាចស្លាប់ឆាប់ចុះមកចុះ
មើលជុំវិញខ្លួនឯងទៅមើលសំទោលោកមិនតបសឹងម៉ាស៊ីនមកដល់វិញចំសេះអូមកវិញហើយល្អណាស់លោកមេតបធំទទួលជ័យជំនះហើយព្រះម្ចាស់លោកមេតបធំពួកយើងបានរៀបចំហូបនឹងស្រាដើម្បីទទួលអស់លោកមេតបទាំងឡាយអរគុណព្រះម្ចាស់អស់លោកមេតបទាំងឡាយថ្ងៃនេះយើងនាំគ្នាផឹកឲ្យបានឆ្ងាញ់ម្ដងសូមព្រះម្ចាស់យាងអ្នកស្រីមិនថាខ្ញុំធ្វើម៉េចហ្នឹងបងស្រីមកពីកំប្រញាប់ពេញចេះតែផ្លេចទៅបងនេះណាពិតជាឆាប់ផ្លេចមែនប្រាប់បងមកមានអីកើតឡើងលោកមិនតបមកវិញហើយមែនទេលោកមិនតបមកវិញបងអស់អីទៅបងស្រីអ្វីដែលបងសន្យាលើខ្ញុំបងផ្លេចហើយមែនទេបងសន្យារឿងអីបងផ្លេចហើយបងយកប្រំលើខ្ញុំលើក្រោយពេលលោកមិនតបទៅធ្វើសឹកនោះលោកខ្ញុំទៅជាមួយដែរបងនិយាយចឹងមែនទេមែនហើយបងជាអ្នកនិយាយមែនណាបងផ្លេចហើយមែនទេបងពិតជាផ្លេចមែនបងស្រីបងកុំប្រកែកអីបងបានសន្យានឹងខ្ញុំរួចហើយបានចាំលោកមេតបត្រឡប់មកវិញបងនឹងជម្រាបលោកមេតបថាបងឲ្យបងទៅជាមួយគាត់មិនមែនបងចង់ទៅខ្លួនឯងទេបានទេអរគុណបងស្រីបងនេះណាពិតជាក្មេងមែនតែខូចណាស់តាមពិតខ្លួនឯងចង់ទៅបាយជាឲ្យបងជាអ្នកនិយាយមកពេលបងជាបងស្រីបងនិយាយទៅទទួលលោកមេតបទៅបានអស់លោកយើងនាំគ្នាផឹកទៅអរព្រះគុណព្រះអង្គម្ចាស់មកមន្ត្រីនឹងមេតបរាជការនៅខ្វះតែប៉ជើងនឹងគាត់អីទេតែបានចូលរួមរីករាយជាមួយនឹងយើងព្រះម្ចាស់កំរំអ្នកស្រីឈីពេលនេះនៅឯកោម្នាក់ឯងលោកមេតបទាំងពីរមិនយូរប្រហែលប្រកាសជាទទួលជោគជ័យហើយត្រឡប់មកវិញមិនខានទូលមកគុំគិតថាការចាំបាច់ទី1គឺរំដោះហានយ៉ាងមួយទៀតគឺអំពាវនាវគ្រប់តំបន់ឲ្យមានភាពនឹងនៅក្នុងតំបន់គាត់ចង់គ្រប់កន្លែងលោកមេតបធំនិយាយនេះត្រឹមត្រូវណាស់តំបន់ហាន់យ៉ាងមានកងទ័ពតែងាយស្រួលក្នុងការវាយលុកចូលពេលណាក៏បានដែរពេលដែលរំដោះហាន់យ៉ាងរួចហើយតំបន់គាត់ចង់ទាំងមូលមួយណាក៏ចោះចូលពួកយើងស្ដាប់តាមពួកយើងដែរតើអ្នកណាទៅវាយហាន់យ៉ាងតែម្ដងគ្មាននរណាក្រៅពីព្រះម្ចាស់ទេអូវាយហាន់យ៉ាងមិនពិបាកសោះតែការគ្រប់គ្រងគឺជារឿងសំខាន់ព្រះម្ចាស់តែងតាំងឆាងសានជាអ្នកនាំមុខវាយចូលហាន់យ៉ាងព្រះអង្គចូលតាមក្រោយតែម្ដងយកហាន់យ៉ាងធ្វើជារាជធានីហើយប្រកាសទាំង3ខដោយកាលមុនអញ្ចឹងលើកបំបត្តិទម្លាប់ចាស់កំណត់ច្បាប់ថ្មីឲ្យប្រជារាស្ត្រមានភាពស្ងប់ស្ងាត់តំបន់ហាន់យ៉ាងជាកន្លែងមួយសម្រាប់អំពាវនាវតំបន់ផ្សេងៗឲ្យចោះចូលតែសំណាក់រាជវាំងនៅហាន់យ៉ាងខុសខ្ទេចខ្ទីធ្វើយ៉ាងណាអាចជារាជធានីបានព្រះអង្គម្ចាស់ទូលបង្គំសំស្នើរូបដំណើរជាមួយលោកមេតបឆៅទៅហាន់យ៉ាងសង់រាជវាំងហើយស្វាគមន៍ព្រះអង្គម្ចាស់តែម្ដងហើយតើរងចាំដល់ខែណាឆ្នាំណាទៅម្យ៉ាងទៀតនឹងយើងឃើញការណោះសាំងអ៊ីនឹងដុតចោលសំណាក់រាជវាំងសម្រាប់ជើអ៊ីយើងពិតជាមិនស្រួលខ្លួនសោះហើយហាន់យ៉ាងនេះមិនជាកន្លែងល្អទេព្រះអង្គម្ចាស់យៈយ៉ាងមានស្រុក3ធំជាប់នឹងគាត់ចុងអាចទៅប៉ាស៊ូក៏បានអាចទៅវៃឈូក៏បានសំជាកន្លែងរាជធានីល្អលោកនិយាយនេះត្រូវនឹងបំណងរបស់យើងហើយមិនបានទេព្រះម្ចាស់ពីមុនយៈយ៉ាងជាកន្លែងរបស់ព្រះអង្គម្ចាស់តុងអ៊ីឥឡូវព្រះអង្គម្ចាស់យល់ព្រមឲ្យតុងអ៊ីរក្សាឋានៈខ្លួនគួរតែទុកតំបន់នោះឲ្យគេកាន់កាប់តែបើសិនជាដណ្ដើមតំបន់នេះគឺជារាជធានីទូលបង្គំខ្លាចតែតុងអ៊ីមិនសុខចិត្តហើយអ្នកណាហ៊ានក្បត់យើងទុកជីវិតគេរក្សាឋានៈគេប៉ុណ្ណឹងចាត់ទុកថាមានគុណធំធេងចំពោះគេទៅហើយមិនបានជាមកដណ្ដើមតំបន់នេះគឺជារបស់យើងទៅវិញហាលោកមេតបធំក្រុមមេលើដីសុទ្ធតែជារបស់ព្រះអង្គម្ចាស់ម្យ៉ាងទៀតគឺជាមេតបចាញ់សង្គ្រាមមិនមែនជាមន្ត្រីតស៊ូជាមួយយើងលោកមេតបមិនមែនមិនដឹងទេលោកមេតបធំរវល់តែការងារតបរឿងបញ្ហារាជធានីនោះទុកឲ្យគេជាអ្នកដោះស្រាយចោលកណ្ដាលពិសេសថ្ងៃនេះប្រជុំកំណត់ទីតាំងរាជធានីហេតុអីក៏លោកមិនមកបន្តអញ្ចឹងជួនកាលនិយាយច្រើនមិនស្មើនឹងស្ងាត់មាត់កទេព្រះអង្គម្ចាស់បានជាសម្រេចប្រតិយ៉ាងនេះទៅហើយនិយាយច្រើនក៏អត់ប្រយោជន៍ដែរថ្ងៃស្អែកខ្ញុំនឹងលោកមេតបឆៅទៅកាន់ហាន់យ៉ាងចំណែកលោកយល់អទៅកាន់ហ្វៃឈៀវជួយដល់ចៅប៉និងកនអ៊ីងទាំងពីរអ្នកនេះផងពីបញ្ហាកំណត់យ៉ាងជារាជធានីនោះទុកឲ្យព្រះអង្គម្ចាស់ណែជាអ្នកតម្រេះទៅចុះពួកយើងចាំបាច់គិតគូអីវែងឆ្ងាយដល់ម្លឹងនេះគឺជាតម្រេះព្រះអង្គម្ចាស់ថាអញ្ចឹងក៏បានដែរ
តែបើមិនសម្រាប់ចាំងឡើងថ្ងៃក្រោយនឹងមានគ្រោះថ្នាក់មិនខាន លោកមេតបតែតែហ្វៃឈីងនាំហ្វៃជីនទៅជាមួយផងទៅ យ៉ាងម៉េចមិនចូលចិត្តគេទេ មិនមែនទេនៅក្នុងផ្ទះគ្មានកិច្ចការអីផងមិនចាំបាច់ញ៉ាំដល់ទេម្យ៉ាងទៀតមានហ្វៃជីននៅក្បែរលោកមេតបជួយមើលការខុសត្រូវការរស់នៅរបស់លោកមេតបមិនបាច់ខ្ញុំបារម្ភទេ បងទៅយកយ៉ាងប្រហែលថ្ងៃគ្មាននរណានៅកំដរអូនយ៉ាងម៉េចកើត លោកមិនចប់កុំបារម្ភអីខ្ញុំនឹងឲ្យគេមើលការខុសត្រូវអ្នកស្រីឲ្យបានស្រួលបួលរងចាំលោកត្រឡប់មកវិញខ្ញុំធានាថាលោកប្រកាសជាពេញចិត្តមិនខាន មែនហើយទីនេះមានលោកអាម៉ាត់ជួយមើលការខុសត្រូវអូនគ្មានបញ្ហាអ្វីទេ គឺនាងពឹងអូនមកនិយាយជាមួយបងមែនទេមិនចាំបាច់ទេថ្ងៃនេះគ្រាន់តែមើលក៏ដឹងថាមិនធម្មតាដែរតែតែនេះជាមួយអូនប្រហែលថ្ងៃសោះបែរជាចេះលងអូនយ៉ាងនេះបញ្ចុះបញ្ចូលទាំងយើងទៀតផង អ្នកណាលោកអ្នកស្រីគឺអ្នកស្រីចូលចិត្តខ្ញុំតាលោកមេតបមិនពេញចិត្តមែនទេកាលណាលោកមេតបក៏បានយកព្រមនឹងខ្ញុំដែរឬមួយលោកមេតបមិនចង់នឹងខ្ញុំតា មិនតាន់ទៅសួរចម្លើយផងនាងក៏សារភាពទៅហើយថ្ងៃក្រោយបើសិនជាកងទ័ពជួយចាប់ខ្លួននាងប្រកាសជាសារភាពចំពោះសត្រូវមិនខាន លោកនិយាយតែប៉ុណ្ណេះមួយជីវិតនេះខ្ញុំតាមលោករហូតខ្ញុំសុខចិត្តស្លាប់ខ្ញុំក៏មិន ឃើញទេហ្វៃយិននិយាយតែផ្ដាស់មែន អូនគិតថាថ្ងៃក្រោយឲ្យហ្វៃជីនទៅតាមបងចុះកុំឲ្យនាងចេះតែគិតនេះគិតនោះអារម្មណ៍មិនស្ងប់ កុំយល់ច្រឡំអីសោះ លោកមេតបអូនមិនមានបញ្ហាទេ ឥឡូវលោកមេតបពិភាក្សាការងារគ្រួសារជាមួយអ្នកស្រីចុះខ្ញុំមិនហ៊ានរំខានទេលាសិនហើយហើយគួរឲ្យក្តៅណាស់បងប្អូនជាង10នាក់បានពាក់លីទៀតហើយ យើងវាយតែបង្ខំយ៉ាងនេះក៏មិនកាត់ដែរពួកយើងគួរតែសុំជំនួយពីលោកមេតបធំ សុំជំនួយពីលោកមេតបធំឯងតាគួរទេហៅសានកងទ័ពមួយចំនួនបានបាយចូលហូរជឿទាំងស្រុងខ្លាំងខ្វាយដឹកនាំកងទ័ព 20000 នាក់បាយចូលកៅនោះបានជោគជ័យចំណែកយើងនេះដឹកនាំកងទ័ព 30000 នាក់គ្រាន់តែបាយចូលហ្វៃជើតូចតែប៉ុណ្្នឹងសោះក៏មិនបានសម្រេចតែយើងគួរខ្វះគេទេ លោកនិយាយតែមើលតើគិតយ៉ាងម៉េច មានយ៉ាងម៉េចថ្ងៃស្អែកនេះដឹកនាំកងទ័ពបាយតទៅទៀតកុំឲ្យពួកគេបានសុខឲ្យសោះយើងមិនជឿថាគេមិនចេញមកទេ លោកមេតបធំចេញមកដល់ហើយ សូមគោរពលោកមេតបធំលោកមេតបទាំងពីរហេតុអីស្មុគស្មាញក្នុងជំរំពួកខ្ញុំអត់មានលទ្ធភាពសូមលោកមេតបដាក់វិន័យមកចុះអ្នកទាំងពីរមិនបាច់ទៅតទេនេះជាការស្មានរបស់ខ្ញុំប៉ុណ្ណោះប៉ុន្តែអ្នកទាំងពីរបានឃុំខ្លួនចាំងឡើងនៅក្នុងស្រុកនេះរយៈពេលយូរថ្ងៃចាត់ទុកថាអស្ចារ្យហើយយើងទៅមើលមកពិតព្រះអង្គម្ចាស់ហានស៊ីងនាំតប3នាក់នៅខាងក្រៅមកពិនិត្យសភាពការតប អូគេពិតជាមកមែនទេ ព្រះអង្គម្ចាស់ហានស៊ីងពិនិត្យសភាពការប្រកាសជារកវិធីវាយលុកពួកយើងត្រូវតែប្រយ័ត្នទៅបាត់ គេមានផែនការអីក៏ដោយយើងមិនបាយជាមួយគេគេក៏មិនអាចធ្វើយើងបានហើយស្បៀងនៅក្នុងស្រុកយើងមានចំនួនប្រមាណ គ្រប់គ្រាន់រយៈពេលកន្លះឆ្នាំ បាន យើងការពារទីនេះរយៈពេលកន្លះឆ្នាំទៀតប៉ុន្តែគេមិនអាចនៅខាងក្រៅរយៈពេលអស់កន្លះឆ្នាំបានទៀតចាំមើលអ្នកណាតស៊ូបានយូរជាងគេទៅយើងទៅជួបហានស៊ីង លោកមេតបធំខាងក្រៅផ្សេងទៀតអី ទេវតាពិតជាជួយពួកយើងមែន បញ្ចប់បងបញ្ចប់បងបញ្ចប់បងកងទ័ពហានយកទៅមកពលិចយើងនៅក្នុងស្រុកយើងសិតទៅទឹកកងទ័ពរបស់យើងឥឡូវនេះទ្រាំមិនរួចទេឆាប់រត់ទៅឥឡូវពួកយើងឆាប់រត់ទៅរត់ទៅរកប្រកូនណាសេកអ៊ីដើម្បីឲ្យជួយពួកយើង ហានស៊ីងបង្ហូរទឹកមកពន្លិចយើងគេត្រៀមទ័ពនៅខាងក្រៅរងចាំយើងរត់ទៅណារួច បើរត់មិនរួចក៏ទៅរត់ដែរ ទេយើងเป็นលោកក្នុងសមត្ថភូមិមួយជីវិតសម្រាប់មនុស្សច្រើនណាស់យើងមិនស្ដាយនឹងការស្លាប់ទេក៏ប៉ុន្តែយើងស្លាប់នៅក្រោមដៃរបស់អានអត់មានយើងមិនសុខចិត្តនេះគឺជាព្រំលិខិតកាលនោះយើងបានទៅនគរឈូយើងបានសម្លាប់ហានកុងហ្វូដែលជាឪពុករបស់គេម្ដងនេះទេវតាឲ្យយើងសងបំណុលឈាម មកចាប់បងចាប់រត់ទៅទោះបីជាស្លាប់ក៏ទុំមកគុំការពារមកចាប់បងឲ្យរត់ចេញពីទីនេះបានដែរចាប់រត់ទៅ ហើយរត់ចុះយើងសុខចិត្តស្លាប់ក៏មិនឲ្យអាម៉ាស់មុខចំពោះអានអត់នេះដែរឆាប់រត់ទៅឆាប់ទៅ ល
ស្វាគមន៍ព្រះអង្គម្ចាស់យើងលើគេនិយាយថាយើងដណ្ដើមជាយ៉ាងអ្នកទាំងពីរហ្នឹងនឹងសម្លាប់យើងតើមែនទេ ទូបង្គំមិនហ៊ានទេទូបង្គំដឹងគុណព្រះអង្គម្ចាស់ជានិច្ចឥឡូវសុខចិត្តប្រគល់ទីតាំងនេះថ្វាយព្រះអង្គម្ចាស់ ហើយចុះលោកវិញទូលបង្គំសុខចិត្តនៅក្បែរព្រះអង្គបម្រើរាជកិច្ចព្រះអង្គគ្រប់យ៉ាងទាំងអស់សូមរាជទានទុកល្អណាស់តំបន់ជាយ៉ាងពេលនេះស្ថិតនៅក្នុងការគ្រប់គ្រងរបស់យើងហើយចំណែកពួកលោកទាំងពីរនៅតំបន់ជាយ៉ាងដដែលធ្វើជាមន្ត្រីរបស់យើងបម្រើការងារឲ្យយើងទៅចុះអរគុណព្រះអង្គម្ចាស់ព្រះអង្គម្ចាស់អ៊ីងថុងសូមថ្វាយសារចុះចាញ់ព្រះអង្គម្ចាស់ស្រុកវ៉ៃទ័រសូមថ្វាយបង្គំចុះចាញ់ចៅវាយស្រុកចុងឈៀនសូមថ្វាយសារចុះចាញ់ចៅវាយស្រុកសៀមប៉ាងសូមថ្វាយសារចុះចាញ់ចៅវាយស្រុកអ៊ូឆឹងសូមថ្វាយសារចុះចាញ់ចៅវាយស្រុកពេលអ៊ីងសូមថ្វាយសារចុះចាញ់អូល្អណាស់ពួកទូលបង្គំចូលនឹងព្រះអង្គម្ចាស់មិនក្បត់ជាបាច់ខាតនាំគ្នាក្រោបឡើងអរគុណព្រះអង្គម្ចាស់លោកឈីវ ក្រាបទូល នាំអស់លោកទៅសំណាក់ស្នាក់ទៅចុះ ក្រាបទូលអស់លោកឆាប់មកតាមខ្ញុំ សូមអបអរព្រះអង្គម្ចាស់របស់គាត់ចុះសូមអបអរល្អណាស់យើងនាំគ្នាជប់លៀងទៅល្អមកដាក់ទៅសំជិញមកពេលទៀតមួយនេះបងក៏ដល់ដែរមួយបាទរុំស្អាតមែនហើយកុំមកឡៃអត់ឆ្ងាញ់ណាស់របស់សិនតែមើលអីអូយស្អាតស្អាតមកចាក់មកចេះចាក់ថានេះមកហ្នឹងខ្ញុំលឹកចាក់មកណាព្រះអង្គមនុស្សម្នាក់ត្រូវតែចូលរួមជប់លៀងយកសាច់យកស្រាយបានច្រើនមកដើម្បីចូលក្នុងរាជវាំងឲ្យលឿនឡើងខ្វះខាតអីយកមកថែមទៀតក្រាបទូលមកផាត់យ៉ាងចេះផាត់ព្រះជាយាប្រគុណប្រទានស្រះដល់ព្រះជាយាសូមព្រះជាយាសោយស្រានេះទេយកចេញទៅព្រះជាយានេះជាស្រាប្រទានរបស់ប្រគុណណានេះ ស្រាប់មិនបានទេយកចេញទៅប្រទានរបស់ព្រះអង្គអ្នកណាហ៊ានបដិសេធថ្វាយបង្គំម្ចាស់ស្ត្រីព្រះជាយាឈីឥឡូវនេះពិតជាលេងស្គាល់ច្បាប់ហើយសូម្បីតែប្រទានរបស់ព្រះអង្គក៏ឯងហ៊ានបដិសេធដែរហើយថ្ងៃនេះយើងអង្គុយនៅទីនេះចាំមើលព្រះជាយាហូបអាហារទាំងនេះហូបទៅ សូមម្ចាស់ស្ត្រីអត់អន់ចាំផងខ្ញុំចាំមិនស្រួលខ្លួនតោមសាច់តោមស្រាមិនអីទេថ្ងៃនេះយើងមិនឲ្យមានការលំបាកទេមហូបស្រាទាំងនេះយកទៅសំណាក់របស់យើងទៅសូមអរព្រគុណព្រះជាយាឈីថ្ងៃនេះគេមិនស្រួលខ្លួនពួកឯងកុំឲ្យគេមានការលំបាកឲ្យសោះ បាញ់ចឹងនេះ ទៀតពិសេសអាហារដល់ថ្ងៃ ទូលបង្គំយល់ហើយ ណែឈប់សិន ក្រាបទូលម្ចាស់ស្ត្រី មើលទៅឯងអត់យល់អីបន្តិចសោះ សូមម្ចាស់ស្ត្រីជួយណែនាំ ហឹម